ក៏ក្រាកវិស័យអនឡាញនៅខ្មែរអ្នកអង្គញាស៊ូវិរៈបើកសម្ពោធមុខងារថ្មីលើ app វីទិញទិញទំនិញកាន់តែងាយស្រួលពី app ដ៏ល្បីរបស់ចិនថៅប៉ៅ2026ចង់កំងអីវ៉ាន់ទាំងបោះដុំនិងរីពីប្រទេសចិនលេងពិបាកទៀតហើយខណៈនេះថ្ងៃទី27ខែមីនាថ្មីនេះក្រុមហ៊ុនវីទិញគឺបានប្រកាសដាក់សម្ពោធជាផ្លូវការនៅមុខងារថ្មីលើវីទិញ app ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចបញ្ជាទិញទំនិញរាប់លានមុខពី app ថៅប៉ៅបានយ៉ាងងាយស្រួលដោយប្រើប្រាស់នៅបណ្ដាញដឹកជញ្ជូនអន្តរជាតិរបស់វីរៈប៊ុនថាំកម្មវិធីសម្ពោធនេះដែរគឺប្រព្រឹត្តទៅនៅឯផ្សារទំនើប Eon Mall សានសុខក្រោមវត្តមានរបស់អ្នកអង្គញាបណ្ឌិតស៊ូវិរៈអគ្គនាយកក្រុមហ៊ុនវីរៈប៊ុនថាំនិងលោកជំទាវព្រមទាំងថ្នាក់ដឹកនាំជាច្រើនរូបទៀតដើម្បីផ្ដល់ជូននៅបទពិសោធន៍ទិញទំនិញអនឡាញពីបរទេសដ៏សម្បូរបែបទំនើបងាយស្រួលនិងតម្លៃសមរម្យជាងមុនសម្រាប់អ្នកប្រើប្រាស់នៅក្នុងស្រុកជាស្នាដៃកូនខ្មែរគ្មានបរទេសសូម្បីតែ 1% ដែលបានបង្កើតសារអេឡិចត្រូនិកមួយនេះឡើងហើយជាមួយបទពិសោធន៍ដែលខ្ញុំធ្លាប់ទិញទំនិញនៅក្នុងសារអេឡិចត្រូនិកច្រើនខ្ញុំគិតថា everything មានលក្ខណៈ modern ជាក្រិតហើយរលូនយើងគេថាមិនចាញ់បរទេសយើងថាយើងក្រោមគេរហូតគេថាប្រសើរជាង app បរទេសមួយចំនួនទៀតហើយជាមកតាមតែមែនទេហើយខ្ញុំមិនអាចជឿថានឹងអាចធ្វើបានបាទរងដាថ្ងៃនោះយើងបានជួបជុំគ្នាថ្ងៃដំបូងថាអាចធ្វើបានហើយខ្ញុំបានព្យាយាម sourcing ជាច្រើននៅក្រៅប្រទេសមានទាំងម៉ាឡេមានទាំងសហរដ្ឋអាមេរិកផ្សេងៗដើម្បីឲ្យបង្កើតជាសារអេឡិចត្រូនិកឡើងដែលយើងមើលឃើញចន្លោះមួយដែលជាប្រវត្តិខ្មែរយើងត្រូវការសម្រាប់ជួបប្រចាំថ្ងៃហើយក៏ដូចជាអ្នកលក់ទំនិញផ្សេងៗហើយ suddenly ក៏យើងបានជួបធីមការងាររបស់រងដាថាខ្មែរយើងអាចធ្វើបានធ្វើទៅថាខ្មែរធ្វើបានខ្ញុំនឹងមិនជឿដល់ឡើយអញ្ចឹង phase 1 អាការទី1យើងបានវិនិយោគលុយ$50,000ចាក់ចូលនៅក្នុងការបង្កើតappនេះហើយបន្តអភិវឌ្ឍរហូតមកខាតមួយខែ20,000 30,000 50,000ចាក់ខាតរហូតចឹងទៅអញ្ចឹងទៅដល់ឆ្នាំទី1កន្លងទៅក៏យើងអាចធ្វើបានហើយមានការខាតទៀតទេខាតតិចតួចហើយក៏បន្តថាទៅមុខក៏ថយក្រោយតែយើងនៅតែជឿជាក់ថាទៅមុខហើយក៏ចង់ឲ្យឱកាសកូនខ្មែរមួយនៅក្នុងប្រព័ន្ធបច្ចេកវិទ្យាអាចដកបទពិសោធន៍នៅក្នុងសម័យ digital វិញនេះយើងក៏ចាក់លុយបន្ថែមដល់ពេលនេះបានលុយខ្លះមកវិញចំណេញតិចតួចអត់ចំណេញឲ្យពេលលុយធ្វើកិច្ចការចំណេញខ្លះដែរអូខេបាទទី2ការជឿជាក់ទៅលើប្រព័ន្ធនឹងជឿរបស់រដ្ឋាភិបាលហើយខ្ញុំជឿថាបងប្អូនដែលមានវត្តមានថ្ងៃនេះស្ទើរតែ 100% ស្គាល់រដ្ឋាភិបាលយើងហើយជាជនកម្ពុជាយើងប្រហែលជា 90% ខ្ញុំប្រាប់ថា 90% តែនៅពេលខ្ញុំនិយាយថា 90% គាត់ថាអត់ទេ 99% ស្គាល់រដ្ឋាភិបាលគូកសលគាត់ថារយៈនេះបងយើងបែកគ្នាមួយឆ្នាំចេះតែជួបនេះសោះហ្មងខ្ញុំថាបងអត់អីទេឆ្នាំនេះយើងដល់ជួបគ្នាញឹកទេព្រោះយើងមានកម្មវិធីសម្ពោធ business ជាច្រើនក្នុងឆ្នាំនេះជារួមដូចជាថ្មីនេះយើងមានសម្ពោធរោងចក្រជីដែរជីកសិកម្មរដ្ឋបាលយើងនឹងសម្ពោធដែរហើយរោងចក្រផលិតម្ហូបអាហារចម្រុះរបស់រដ្ឋបាលយើងទៅមកប៉ះហោះយើងនឹងសម្ពោធការហោះហើរនៅក្នុងឆ្នាំនេះចឹងខ្ញុំគិតថា2ខែបន្តពីនេះយើងចាប់ផ្ដើមហោះហើរយើងហោះលើទឹកហើយមានផ្សេងទៀតតែផ្លេចអាចនឹងផ្លេចក៏ច្រើនពេកឆ្នាំនេះព្រោះតែក៏ផ្លេចដែរហើយ MOU ក៏ច្រើនទៀតនៅក្នុងឆ្នាំនេះទៅមួយទៀតយើងមានកម្មវិធីសម្ពោធនៃការទិញបន្លែរបស់សហគមន៍នៅក្នុងទូទាំងប្រទេសកម្ពុជាយើងមកលក់នៅតាមផ្សារបាទផ្សារច្រើនផ្សារយើង Eon ឡាន់គីផ្សារទំនើបផ្សេងទៀតជាមួយនឹងវីទិញ app ដែលអ្នកប្រើប្រាស់គឺអាចរីករាយជាមួយនឹងមុខងារពិសេសជាច្រើនដូចជាមិនបាច់ស្មុគស្មាញក្នុងការបំពេញអាសយដ្ឋាននៅចិនឡើយគឺគ្រាន់តែបំពេញអាសយដ្ឋាននៅក្នុងប្រទេសកម្ពុជាឬក៏ជ្រើសរើសសាខាវីរៈប៊ុនថាំដែលនៅជិតលោកអ្នកបំផុតជាការស្រេចអាចបញ្ជាទិញដែលឥតគិតថ្លៃសេវាជួយទិញជាមួយនឹងតម្លៃដឹកជញ្ជូនពីចិនមកខ្មែរនៅក្នុងកម្រិតសមរម្យបំផុតពិសេសនោះទោះបងប្អូនមិនចេះភាសាចិនក៏អាចកំងទំនិញបានយ៉ាងងាយស្រួលតាមរយៈកម្មវិធីវីទិញដោយផ្ទាល់ក៏ដូចជាមិនចាំបាច់មានគណនីថៅប៉ៅផ្ទាល់ខ្លួននោះឡើយហើយនៅក្នុង
ករណីដែលទទួលបានអីវ៉ាន់ខុសពីការកម្មង់ក្រុមហ៊ុននឹងជួយដោះស្រាយឬក៏ទទួលទិញចូលវិញនៅក្នុងតម្លៃកំណត់ណាមួយដើម្បីធានាបាននូវអត្ថប្រយោជន៍ជូនដល់អតិថិជនគូបញ្ជាក់ដែរថាចាប់ពីថ្ងៃបើកសម្ពោធនេះរហូតដល់ថ្ងៃទី27ខែមេសាឆ្នាំ2026បងប្អូនគឺនឹងទទួលបាននូវការដឹកជញ្ជូនដ៏ឥតគិតថ្លៃចំនួន3ដងជាមួយនឹងវីរៈបន្ថែមសម្រាប់ការទិញទំនិញដែលមានទម្ងន់ក្រោម1គីឡូក្រាមពីថៅប៉ៅនៅលើកម្មវិធីវីទិញដោយមិនកំណត់លក្ខខណ្ឌចំណាយឡើយសម្រាប់ព័ត៌មានលម្អិតឬក៏ចង់តាមដានអំពីកម្មវិធីប្រូម៉ូសិនផ្សេងៗបងប្អូនអាចចូលទៅកាន់ Facebook Page ផ្លូវការរបស់វីទិញនិងវីរៈបន្ថែម International Logistics